ប្រហែលជាខ្ញុំគ្រាន់តែជាមនុស្សពិសេសម្នាក់អ្នកមិនបាច់បារម្ភទេខ្ញុំនឹងមិនហួសព្រំដែនទេជាការប្រសើរណាស់បន្ទាប់មកតើយើងនឹងចាក់ចេញឬទេយើងត្រូវប្រញាប់ប្រញាល់លោកយាយខ្ញុំបានមកលេងលោកយាយរួយព្រះចៅអធិរាជហេតុអ្វីបានជាអ្នកនៅទីនេះព្រះចៅអធិរាជហេតុអ្វីបានជារួយហើយអ្នកដូច្នេះតើអ្នកជាអ្នកណាពិតប្រាកដសុភាពបុរសនេះកំពុងតែយកខុសការយកច្រឡំទាំងអស់ខ្ញុំភ្លេចណែនាំខ្លួនមុននាមត្រកូលរបស់ខ្ញុំគឺហួងឈ្មោះយួនយ៉ាងថេងដែលខ្ញុំធ្លាប់បម្រើព្រះអង្គសម្ដេចព្រះបរមរតនកទើបមានរហស្នាមថាលោកតាហួងត្រឹមត្រូវឧត្តមភាពរបស់អ្នកដូច្នេះវាជាហួង Grandpa មិនមែន Imperial Grandpa ទេនិយាយអំពីអ្វីដែរត្រូវរាយការណ៍ទៅអធិរាជមួយផ្លែតព្រះចៅអធិរាជតើមានអ្វីកើតឡើងអ្នកមិនចង់បាននាងជាជីដូនអធិរាជរបស់អ្នកជីតាកំពុងធ្វើការលើវាយ៉ាងពិតប្រាកដអស្ចារ្យណាស់ប៉ុន្តែព្រះករុណាតើអ្នកមិនមានគម្រោងដកតំណែងតាវេជរបស់នាងទេឥឡូវនេះហេតុអ្វីពីមុនខ្ញុំយកខុសខេផេងប៉ុន្តែអ្វីត្រូវបានបញ្ជាក់ឥឡូវនេះខ្ញុំនឹងទៅប្រាប់ព្រះនេះចែករំលែកដំណឹងល្អរងចាំសេះរបស់អ្នកជីដូនរបស់អ្នកមិនពេញចិត្តនឹងខ្ញុំឥឡូវនេះដូច្នេះខ្ញុំត្រូវតែធ្វើដំណើរដោយអនាមិករួមដំណើរជាមួយនាងនៅខាងក្រៅវាំងដើម្បីចិញ្ចឹមចំណងរបស់យើងកុំធ្វើឲ្យខូចទង្វើចាក់ចេញពីវាំងតុលាការត្រូវការអធិរាជ Emeritus របស់ខ្លួនខ្ញុំបានបម្រើរាជវង្សជីងដ៏អស្ចារ្យពេញមួយជីវិតរបស់ខ្ញុំមិនអាចរីករាយនឹងការចូលនិវត្តន៍ទេអត្តសញ្ញាណបច្ចុប្បន្នរបស់ខ្ញុំគឺ Initial កិច្ចការតុលាការគឺជាការទទួលខុសត្រូវរបស់អ្នកឥឡូវនេះយើងបានព្រមព្រៀងគ្នាហើយគ្មាននរណាធ្វើឲ្យខូចផែនការរបស់ខ្ញុំទេតោះយើងទៅស្រុកកំណើតរបស់អ្នកឥឡូវនេះ Unique វាងផ្ទះចុងក្រោយដូច្នេះនេះគឺជាផ្ទះរបស់អ្នកបាទជាភូមិដ៏រាបទាបគ្មានអ្វីដូចជាភាពអស្ចារ្យនៃរដ្ឋធានីនោះទេមិនស្នេហ៍នៅក្នុងភាពសាមញ្ញរបស់វាមើលទៅមានអ្នកលក់នំអ្នកត្រូវតែឃ្លានបន្ទាប់ពីការធ្វើដំណើរអនុញ្ញាតឲ្យខ្ញុំទទួលបាននំចំហុយដ៏អស្ចារ្យព្រះមហាក្សត្រទ្រង់ជ្រាបអំពីការមកដល់ First របស់អ្នកស្នើសុំរៀបចំពិធីជប់លៀងនៅ Drunken ទីមានអំតាក់ការណែនាំរបស់អ្នកមិនអាចធ្វើដំណើរដោយមិនដឹងខ្លួនទៀតទេដូច្នេះអ្នកពិតជានឹងចូលរួមព្រោះវាជាស្រុកកំណើតរបស់ K-Peng ខ្ញុំគួរតែពិនិត្យមើលអភិបាលកិច្ចមូលដ្ឋានដែលនាំផ្លូវមកចេញទៅហើយអរគុណថែរក្សាស្រស់ចេញពីសក្តានុពលញ៉ាំវាខណៈពេលដែលវាក្តៅបំពង់អ្វីមួយបានកើតឡើងជាបន្ទាន់ត្រូវការដើម្បីថែរក្សាខ្ញុំនឹងស្វែងរកអ្នកនៅពេលក្រោយខ្ញុំនឹងរងចាំអ្នកនៅផ្ទះកាពីងមីងលូអ្នកត្រឡប់មកវិញនេះពិតជាអស្ចារ្យណាស់រឿងនេះវាជាថ្ងៃគោរពបូជាដូនតាមេភូមិកំពុងព្យាបាលយើងនៅស្រវឹង Immortal Tavern តោះទៅទាំងអស់គ្នាយ៉ាងជាមិននៅជុំវិញនោះទេប្រកាសជាចេញទៅមិនអីទេតាមវិធីនេះព្រះចៅអធិរាជបន្ទាប់ពីអ្នកសូមនេះជាបន្ទប់តោះចូលមកទាំងអស់គ្នាមកមើលអ្នកណាមកវិញស្មានថាអ្នកណាជាអ្នកត្រឡប់មកវិញរបស់ K បងអង្គុយនៅទីនេះអ្នកកាន់តែស្អាតអរគុណបងស្រី K-Peng អ្នកពិតជាមានសំណាងណាស់នៅពេលដែលយន្តបានខ្លាចជាអ្នកប្រាជ្ញប៉ុន្មានឆ្នាំកន្លងមកនេះតើគាត់បាននាំអ្នកទៅរាជធានីដើម្បីរស់នៅយ៉ាងសប្បាយអ្វីបានជាលើកឡើងនៅប្រធានបទដ៏ជឿចាប់ហេតុអ្វីបានជាលើកឡើងថាបន្ទាប់ពីខ្លាចជាអ្នកប្រាជ្ញគាត់បានបោះបង់ចោលកាពីងរបស់យើងបានទៅអចលនក្របរបស់ Marquis ធ្វើជាកូនប្រសាររបស់គេអូជាទីស្រឡាញ់នោះកាពីងមិនអាចជាម្ដាយរបស់អ្នកប្រាជ្ញបានទេឥឡូវនេះម្ដាយរបស់អ្នកប្រាជ្ញរឿងធំ K-Peng របស់យើងឥឡូវនេះគឺជាអធិរាជ Dowager ព្រះចៅអធិរាជដែលខ្ញុំរក្សាអ្នកគឺជាអធិរាជឥឡូវនេះអនទីលឺអ្នកកំពុងនិយាយលេងអ្នករាល់គ្នាដឹងថានាងមកពីភូមិនេសាទទូចរបស់យើងតើនាងអាចធ្វើជាអធិរាជដោយរបៀបណាអ្នកកំពុងនិយាយមិនសមហេតុសមផលអ្នកចាំរួយជាការពិតណាស់យើងចាំថា K-Peng តស៊ូតែម្នាក់ឯងការលើកឡើងដោយគ្មានអ្នកណាជួយយើងទាំងអស់គ្នាបានហៅនាងថាល្ងងកាលពីពេលនោះនេះជារឿងដែលរួចជារីករាយបន្ទាប់ពីបាត់កាភេងរបស់យើងបានរកឃើញគាត់ហើយនាំគាត់ចូលព្រះចៅអធិរាជបានតែងតាំងព្រះនាង Dowager ដោយការដឹងគុណអំពើល្អរបស់យើងពិតជានាំមកនៅលាភសំណាងមែនជាការពិត K-Peng មិនគួរនិយាយពេលនាងទេឥឡូវនេះខ្ញុំមិនដែលឃើញនាងទេតើអ្នកអាចនាំខ្ញុំទៅទីនោះនៅថ្ងៃណាមួយដើម្បីខ្ញុំចង់ចូលព្រះបរមរាជវាំងនាងមិនមែនជាព្រះចៅអធិរាជទេតើអ្នកមិនបានទេចំណងជើងរបស់នាងត្រូវបានដកហូតដោយអធិរាជ Emeritus នេះជាព្រះចៅអធិរាជត្រូវបានដកហូតដោយអធិរាជ Emeritus យូរហើយអ្វីដែលនាំអ្នកមកទីនេះពិធីសែនដូនតាក្នុងភូមិថ្ងៃនេះយាយយ៉ោនឹងខ្ញុំមកមើលគាត់អ្នកមិនមែនជាកូនប្រសាររបស់ Marquis ទេហើយអ្វីបានជាចូលរួមពិធីដ៏រៀបរៀបរបស់យើងត្រូវតែត្រឡប់មកវិញតើយើងនឹងរកឃើញអ្នកដែលត្រូវនិរទេសដោយរបៀបណាទៀតកំពុងខ្លាញ់បន្លំជាអធិរាជ Dowager ដើម្បីបោកប្រាស់អ្នកភូមិរងចាំតើការចាប់ប្រកាន់ទាំងនេះជាការពិតយ៉ាងណាតើអ្នកពិតជាត្រូវបានបណ្តេញចេញពីរដ្ឋធានីនៅពេលដែល UN គឺជាកូនប្រសាររបស់ Marquis តើគ្រួសារ Marquis នឹងកុហកទេយាយយ៉ោនិយាយការពិតអធិរាជ Emeritus មិនពេញចិត្តម្ដាយរបស់ខ្ញុំការដកហូតតំណែងរបស់នាងគឺជាមិនរួចគឺដូច្នេះអ្នកមិនត្រឡប់មកវិញដោយជ័យជំនះទេប៉ុន្តែដោយភាពអាម៉ាស់ចូលបញ្ឈប់ចរិតនេះដោយមិនគិតពីស្ថានភាពបច្ចុប្បន្នរបស់ខ្ញុំគ្រួសារឈ្មោះរបស់អ្នកបានបាត់បង់តំណែង Northern Marquis Humphrey Emperor ត្រូវបានអ្នកមិនយូរប៉ុន្មានចំណងជើង Northern Marquis នឹងត្រូវបានស្ដារឡើងវិញពូជពងដ៏ថ្លៃថ្នូរគឺជាគ្រួសាររបស់យើងទាំងពីរកេរដំណែលចាស់មួយសតវត្សនឹងមិនត្រូវបានបំផ្លាញដោយអ្នកនេសាទខ្លះទេនៅពេលដែលអ្នកចង់ឲ្យអ្នកបានរីកចម្រើនទឹកពេលក្រោកឡើងកុំភ្លេចមីងចាងពិតជាអ្នកភូមិយើងម្នាក់ឯងចាំយើងអនុញ្ញាតឲ្យខ្ញុំបញ្ជាក់ការត្រឡប់មកវិញរបស់ខ្ញុំមិនមែនជារឿងផ្ទាល់ខ្លួនទេប៉ុន្តែសម្រាប់ភ្ញៀវកិត្តិយសទៅតារបស់ព្រះអង្គនៅក្នុងបន្ទប់ឯកជនភ្ញៀវអ្វី
ព្រះចៅអធិរាជទ្រង់ព្រះគុណយើងអ្វីនៅពេលដែលទំនាក់ទំនងរបស់យួនចាប់អារម្មណ៍ដើម្បីមានសិទ្ធិចូលទៅកាន់អធិរាជ Emeritus មិនដូចអ្នកដែលបានឡើងខ្ពស់នោះធ្លាក់ចុះយ៉ាងលឿនអ្នកលើកទឹកចិត្តទាំងអស់គ្នាឥឡូវនេះថ្វាយព្រះមហាក្សត្រទទួលបានការពេញចិត្តរបស់មានន័យថាការចូលកាន់តំណែងរបស់ខ្ញុំឡើងវិញក្នុងនាមជាគ្រូបង្វឹករបស់សម្ដេចព្រះបរមជើង Rosen Marquess មកវិញព្រះរាជដំណើររបស់ព្រះអង្គជាទីគោរពសក្ការៈរបស់ភូមិយើងមានកិត្តិយសយ៉ាងជ្រាលជ្រៅយើងអំដំណើរការយើងមកផ្ទះរបស់អធិរាជ Dowager មិនចាំបាច់មានបែបបទទេដូច្នេះយើងជំពាក់គុណនេះចំពោះព្រះនាងអនុញ្ញាតឲ្យយើងថ្វាយបង្គំព្រះចៅអធិរាជព្រះមហាក្សត្ររបស់អ្នកនាងជាស្នើសុំគោរពគឺគ្មានអ្នកអភិជនទៅតែទេហ៊ានទាំងអស់គ្នាបាទខ្ញុំនឹងច្រានចោលពួកគេមានរឿងមួយទៀត The Empress Dowager កំពុងស្ថិតនៅ Drunken Immortal Pavilion បរិភោគអាហារនៅក្នុងបន្ទប់ឯកជនដែលនៅជាប់គ្នាអ្វីជាចៃដន្យផ្ញើស្រានិងអាហារឆ្ងាញ់បំផុតទៅកាន់កាពីងភ្លាមតែម្ដងសូមអញ្ជើញអ្នកបម្រើដ៏គួរឲ្យគោរពរបស់ខ្ញុំអនុញ្ញាតឲ្យយើងញ៉ាំព្រះចៅអធិរាជបដិសេធមិនឃើញយើងទេបន្ទាប់មកចុះយ៉ាងណាចំពោះចំណងជើងដំពូចចូលយើងត្រឡប់ទៅវិញត្រឡប់មកវិញមិនយូរប៉ុន្មានអ្នកបានជួបមហាអធិរាជត្រូវការអ្នកសំបីតែសួរមហាអធិរាជបានប្រកាសចំណងជើង Marquess of Jendi របស់យើងនឹងត្រូវបានស្ដារឡើងវិញក្នុងពេលឆាប់នេះដំណឹងដ៏អស្ចារ្យនេះគឺមកពីភ្ញៀវដ៏ថ្លៃថ្នូរក្នុងបន្ទប់ដែលនៅជាប់គ្នាម្ហូបឆ្ងាញ់បែបនេះគឺសម្រាប់ខ្ញុំបន្ទប់ជិតខាងនោះត្រូវតែជា Grand Emperor Chamber ព្រះចៅអធិរាជបញ្ជូនអាហារ catering វាអាចមានន័យថាគាត់នៅតែយកចិត្តទុកដាក់ចំពោះមិនអាចទៅរួចនៅពេលដែលព្រះអង្គបានរៀនកាពីងគឺជាញាតិរបស់ព្រះចៅអធិរាជគាត់បានហោះចូលទៅក្នុងកំហឹងនេះជាចំណេះដឹងទូទៅតើគាត់អាចចាត់ពិធីជប់លៀងរបស់នាងបានយ៉ាងដូចម្តេចអ្នករត់តតាអ្នកប្រកាសក្នុងពិធីជប់លៀងនេះមើលគឺមានន័យសម្រាប់ Jane Catering VIP បានណែនាំខ្ញុំឲ្យដឹកជញ្ជូនតើភ្ញៀវពាក់អាវពណ៌ត្នោតតើភ្នែកធំខ្ញុំក៏ពាក់អាវពណ៌ត្នោតដែរយ៉ាងពិតប្រាកដមុខម្ហូបទាំងនេះគឺសម្រាប់វែងតើខ្ញុំប្រាប់ខុសច្បាស់ហើយឬនៅ Jane Catering គ្រាន់តែជាស្ត្រីនេសាទមិនសមនឹងទទួលបានកិត្តិយសនៅទីនេះទេក្នុងចំណោមអ្នកដែលមានវត្តមានតែអន្តរសម្នៃការបែងចែកយ៉ាងជាក់លាក់បែបនេះប្រធានក្រុមវងតើមានអ្វីជាចលាចលដែលព្រះនាងសោយទីវង្គតនៅក្បែរនោះការកែតនោះជាអ្វីដែលគេមិនដឹងថាព្រះអង្គទ្រង់គង់នៅទីនេះតើគេហ៊ានធ្វើម្ដេចបង្អាក់អាហាររបស់ព្រះរាជាខ្ញុំនឹងស្ងាត់ពួកគេភ្លាមមិនចាំបាច់នៅអង្គុយយើងនឹងស៊ើបអង្កេតនោះត្រូវតែជាអធិរាជដែលត្រូវបានឃុំខ្លួនដោយកិច្ចការរដ្ឋពិធីជប់លៀងនេះគឺជាសំណងរបស់អ្នកខ្ញុំបានដឹងថាព្រះអង្គនៅតែចាប់ខ្ញុំក្នុងការគិតគូរខ្ញុំនឹងផ្ញើពាក្យទៅឪពុកភ្លាមចំណងជើងដំពូចរបស់យើងនឹងត្រូវបានស្ដារឡើងវិញពិតជាយូរនេះយើងឃើញពីមុខម្ហូបទាំងនេះជារបស់វិញយួនតើអ្នកហ៊ានទាមទារអ្វីដែលមិនមែនជារបស់នេះគ្រាន់តែជាអាហារដ៏សាមញ្ញមួយហើយអ្នកចង់បានជាយូរនេះបន្ទាប់មកអ្នកជាស្ត្រីល្ងងខ្លៅតើអ្នកស្គាល់ព្រះចៅអធិរាជចូលនិវត្តន៍យ៉ាងណារៀបចំពិធីជប់លៀងសម្រាប់តែជំនួយការដែលគាត់ទុកអ្នកផ្សេងទៀតនឹងសម្រាប់ការទទួលស្គាល់បែបនេះដូច្នេះវាហាក់ដូចជាបន្ទាប់ពីការដំឡើងឋានៈរបស់លោកជាដៃស្ដាំរបស់អធិរាជចូលនិវត្តន៍គួរឲ្យចាប់អារម្មណ៍ប៉ុណ្ណាអ្នកមិនស័ក្តិសមសម្រាប់ពិធីនេះទេចូលចេញពីភ្នែកខ្ញុំឥឡូវនេះតើអ្នកខ្លងចំពោះពាក្យរបស់ខ្ញុំទេនៅពេលអ្នកចង់បន្ទាប់ពីអ្នកបន្ទប់ឯកជនរបស់ព្រះនាងគឺត្រូវតាមវិធីនេះអង្គុយនៅទីនេះនៅពេលដែលខ្ញុំមានន័យថារដ្ឋមន្ត្រីលីនសូមអង្គុយមិនអាក្រក់ទេអ្នកយកខ្លះហើយនៅពេលដែលគ្រួសារទំពាតទូបានតំណែងរបស់អ្នកនឹងបម្រើនៅផ្ទះរបស់យើងក្នុងនាមជាអ្នកបម្រើដ៏សូមអរគុណលោករដ្ឋមន្ត្រីអរគុណកញ្ញាឈីវថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បុរសអាហារនេះគឺជាការដឹងគុណរបស់អ្នកបម្រើរបស់ខ្ញុំយកកៅអីរបស់អ្នកហើយអ្នកណានិយាយថាអ្នកអាចអង្គុយបានប្រសិនបើអ្នកអស់សង្ឃឹមសម្រាប់ពិធីបុណ្យអធិរាជអ្នករកគ្នាអនុញ្ញាតឲ្យនាងមានវាញ៉ាំអ្នកនេះគឺជាការអាម៉ាស់រដ្ឋមន្ត្រីលេងផ្ដល់ជូនអ្នកនៅម្ហូបនេះកុំធ្វើបាបអ្នកណាធ្វើឲ្យយ៉ាងខេភេងបរិភោគម្ហូបនេះទទួលបានរង្វាន់100កន្ទុយមាសខ្ញុំនឹងធ្វើវាឲ្យញ៉ាំលេបវាឥឡូវនេះដោះលែងខ្ញុំឲ្យបានគ្រប់គ្រាន់តើនរណាជាអ្នកនោះគាត់កាន់ខ្លួនដូចជារាជវង្សមួយផ្លែតពីគាត់អង្រួនខ្ញុំទៅស្នូលហើយតើអ្នកជាអ្នកណាខ្ញុំជាប្តីរបស់ John Kipling វាអ្នកឈឺខ្ញុំសុខសប្បាយជាទេហេតុអ្វីបានជាអ្នកនៅទីនេះខ្ញុំនៅបន្ទប់ជាប់គ្នាគឺថាអ្នកកំពុងញ៉ាំអាហារនៅទីនេះបានមកពិនិត្យឲ្យអ្នកពីទ្វារបន្ទាប់មិនអាចទេដែលអង្គជំនុំជម្រះមានត្រឹមតែអភិជនខ្ពស់បំផុតនាងគ្រាន់តែជាអ្នកនេសាទប្តីរបស់នាងទៅជានាងត្រូវតែជាមនុស្សសាមញ្ញអ្នកតាមសម្លេងរបស់អ្នកស្គាល់អ្នកចិត្តខាងដ៏ថ្លៃថ្នូររបស់នាងតែស្គាល់អធិរាជដែលចូលនិវត្តន៍ឲ្យតម្លៃរដ្ឋមន្ត្រីលេងយ៉ាងខ្លាំងរដ្ឋមន្ត្រីលេងបានដឹកពួកគេមុននេះចម្លើយខ្ញុំមិនត្រូវបានជូនដំណឹងទេតើអធិរាជបានផឹកនៅពេលអ្នកឈ្នះបរិសុទ្ធចំណាស់នេះគួរឲ្យសង្ស័យតើគាត់អាចជាអ្នកចិត្តខាងដ៏ថ្លៃថ្នូររបស់រឿងអស់រយៈពេលជាង20ឆ្នាំមកហើយខ្ញុំមិនដែលឃើញនាងតែអ្នកធ្លាប់ធ្វើជាមិត្តដ៏ថ្លៃថ្នូរអ្នកត្រូវតែនិយាយកុហកអ្វីដែលជាភាពចលាចលនេះចៅក្រមស៊ូខ្ញុំលេងវិញសូមគោរពជូនចំពោះចៅក្រមឈីវគឺខ្ញុំយាយលើកចុងក្រោយខ្ញុំបានទៅលេងអ្នកជាមួយឪពុករបស់ខ្ញុំនៅឯគេហដ្ឋានរបស់អ្នកទូចច
ចៅក្រុមនេះខ្ញុំខ្លាចអ្នកខ្លាចបន្លំនេះអះអាងថាជាអ្នកដ៏ខ្លាចក្នុងមកពីផ្ទះក្បែរនោះបង្រៀនគាត់នៅមេរៀនមួយអ្នកល្ងងតើអ្នកដឹងថាគាត់ជានរណាជនក្បត់គាត់បានវាយប្រហារខ្ញុំតើអ្នកដឹងថាគាត់ជានរណាវិញអ្នកបានដឹងតើអ្នកមិនអីទេខ្ញុំមិនអីទេ Perfect Shield ហេតុអ្វីបានជាអ្នកវាយវិញយួនរបស់ខ្ញុំអ្នកគួរតែវាយបរិះម្នាក់នេះតើអ្នកហ៊ានប៉ុណ្ណាថ្ងៃនេះខ្ញុំនឹងធ្វើជំនួសឪពុកអ្នកហើយបង្រៀនអ្នកនៅមេរៀនត្រឹមត្រូវអ្នកជាម្ចាស់របស់ខ្ញុំធ្វើការសម្រេចចិត្តនេះបំពេញចិត្តអ្នកយ៉ាងឃើញមិនទាន់បានអ្នកត្រូវបណ្ដេញចេញពីតុលាការទេហេតុអ្វីបានជាចៅវាយនេះខើនៅតែបង្ហាញការគោរពបែបនេះខ្ញុំបានបម្រើក្នុងយ៉ាងអស់ជាច្រើនឆ្នាំខ្ញុំរក្សាឥទ្ធិពលខ្លះមែនអត់ខ្ញុំជាការពិតណាស់ហើយនេះគឺជាប្រពន្ធរបស់ខ្ញុំលោកជំទាវតើអ្នកបានវាយខ្ញុំដោយសិទ្ធិអ្វីល្ងងលើកនេះអ្នកបានបំផ្លាញយើងទាំងអស់គ្នាសូមអភ័យទោសចំពោះឯកឧត្តមតើអ្នកបាននិយាយអ្វីដល់ពួកគេភាពថ្លៃថ្នូររបស់ពួកគេសូម្បីតែ Private Shield ការពារពួកគេវាអាចថាពួកគេជាតួលេខដ៏សំខាន់មិនអាចទៅរួចខ្ញុំបានជួបពួកអភិជនទាំងអស់របស់អធិរាជគ្រប់គ្នាប៉ុន្តែគាត់ខ្ញុំមិនដែលឃើញពីមុនមកទេប៉ុន្តែចុះយ៉ាងណាបើមន្ត្រីនេះគ្រាន់តែរក្សាទម្រង់ទៀតអ្នកណាខ្វល់ថាគាត់ជាអ្នកណាអនុញ្ញាតឲ្យខ្ញុំធ្វើឲ្យច្បាស់មន្ត្រីនេះមានការពេញចិត្តពីអធិរាជទោះជាយ៉ាងណាអ្នកជាអ្នកខ្លះអ្នកអាចវាដាច់អធិរាជម្ចាស់របស់ខ្ញុំតើអ្នកនឹងដឹងយ៉ាងណាអំពីការពេញចិត្តរបស់ព្រះចៅអធិរាជហើយមើលនេះប៉ុននេះត្រូវបានប្រគល់ជូនដោយព្រះចៅអធិរាជផ្ទាល់ប៉ុន្តែវាមានន័យសម្រាប់ Lady Jane ដែលអ្នកបានញ៉ាំវាទាំងនោះជារបស់ខ្ញុំយ៉ាងឃើញមិនបានអធិរាជ Emeritus ខាងខ្ញុំទេកាន់កាប់តួនាទីព្រះចៅអធិរាជហើយដេញខ្ញុំចេញហើយអ្វីបានជាគាត់ផ្ញើអាហារមកខ្ញុំអីចឹងចាំទាំងនោះពិតជាសម្រាប់យ៉ាងខេភេងលេងវិញយួនបានទទួលទានអាហារអំណោយរបស់អធិរាជ Emeritus តើគាត់នឹងបាត់បង់ក្បាលរបស់គាត់ទៅវិញយួនតើយើងគួរសុំទោសលោកម្ចាស់ជាមុនសិនមិនដែលមិនអាចទៅរួចទេសួរថាតើយ៉ាងខេភេងបងឲ្យអ្នកប៉ុន្មានគប់គិតជាមួយនាងហើយបញ្ឆោតខ្ញុំនាងវិញយន្តបន្តនៅក្នុងការវង្វេងរបស់អ្នកហើយខ្ញុំនឹងមិនបង្ហាញសេចក្តីមេត្តាករុណាហឹមចៅវាយខេតគ្រាន់តែហ៊ានប្រជែងខ្ញុំនៅពេលដែលឪពុកក្មេករបស់ខ្ញុំមកដល់គ្មានអ្នកណាម្នាក់គេផុតពីកូនប្រសារដ៏ថ្លៃថ្នូរឡើយឪពុកក្មេកឪពុកកូនប្រសារជាទីស្រឡាញ់សាររបស់អ្នកបាននិយាយថាអធិរាជ Emeritus នឹងស្ដារចំណងជើងរបស់ Marquis ឈិនដីគឺជាការពិតប៉ុន្តែពួកគេបានធ្វើបាបកូនប្រសាររបស់អ្នកហើយហ៊ានធ្វើបាបយីយ៉ៅឪពុកក្មេកសូមដាក់ទោសពួកគេទាំងអស់ឲ្យធ្ងន់ធ្ងរតែហ៊ានមើលងាយផ្ទះរបស់ Marquis ឈិនដី Marquis ឈិនដីតើអ្នកមានបំណងដាក់ទោសអ្នកណាពងសាវតារមហាក្សត្រព្រះចៅអធិរាជលើកជង្គង់ក្នុងពេលតែមួយយ៉ាងឃើញអ្នកគឺជាអធិរាជដ៏អស្ចារ្យអនុញ្ញាតឲ្យខ្ញុំពន្យល់ឪពុកក្មេកខ្ញុំដឹងថាអ្នកប្រកាសថាគាត់ពិតជាអធិរាជដ៏អស្ចារ្យមែនភាពស្ងៀមស្ងាត់សូមព្រះករុណាបង្ហាញសេចក្តីមេត្តាករុណាដល់មហេសីវ័យក្មេងនេះសម្រាប់ភាពល្ងងខ្លៅវ័យក្មេងរបស់គាត់នឹងដេកកូនប្រសាររបស់អ្នកបានហួសពីភាពឆ្លើយអត់ទោសឲ្យយើងអធិរាជសូមបង្ហាញព្រះហឫទ័យមេត្តាករុណារបស់អធិរាជបានដកហូតតំណែងដ៏ថ្លៃថ្នូររបស់អ្នករួចហើយប៉ុន្តែអ្នកនៅតែមិនប្រែចិត្តជេរប្រមាថព្រះចៅអធិរាជជំដងហើយម្ដងទៀតខ្ញុំមានន័យថាគ្មានការប្រមាថព្រះចៅអធិរាជមិនបានស្អប់ជេងខេភេងទេខ្ញុំគិតថាខ្ញុំជឿថានាងមិនមែនជាព្រះចៅអធិរាជទេតាមវិជ្ជារបស់អ្នកប្រសិនបើនាងគ្រាន់តែជាមនុស្សសាមញ្ញសប្តាហ៍នេះតើអ្នកនឹងវាយនាងដោយអំណាចរបស់អ្នកម្ដាយខ្ញុំខុសម្ដាយលើកចុងក្រោយដែលអ្នកលើកជង្គង់នៅមុខនិយាយពាក្យដែលថាគ្មានម្ដាយទេខ្ញុំពិតជាបានដឹងពីកំហុសរបស់ខ្ញុំមកតែpowerធ្វើឲ្យខ្ញុំខ្លាចមុខម្ដាយរបស់ខ្ញុំបានប្រព្រឹត្តអាក្រក់ជាងសត្វដែលខ្ញុំប្រែចិត្តដោយស្មោះម៉ែខ្ញុំសមនឹងស្លាប់ដោយសារទង្វើមិនសមរម្យរបស់ខ្ញុំម៉ាក់ឥឡូវខ្ញុំយល់ហើយគ្មានទ្រព្យសម្បត្តិឬឋានៈអ្វីប្រៀបធៀបទៅនឹងសេចក្តីស្រឡាញ់របស់ម្ដាយឡើយខ្ញុំឬជេរខ្ញុំគ្រាន់តែផ្ដល់ឲ្យខ្ញុំនៅឱកាសចុងក្រោយមួយខ្ញុំមិនមែនជាម្ដាយរបស់អ្នកទេខ្ញុំបានរកឃើញអ្នកជាអ្នកសុំទាននៅមាត់ទ្វារក្រុងខ្ញុំមិនអាចជួយអ្នកឲ្យឈប់អង្វរខ្ញុំបានទេអ្នកជាម្ដាយពិតប្រាកដរបស់ខ្ញុំលេងវិញអ្នកមួយអ្នកបានជាជនផ្ដាច់ការដែលជួយដោយមិនលាក់លៀមមិនស័ក្តិសមជាកូនប្រុសពីរ